បងប្អូនបើសិនជាឈឺក្បាលមកតំបន់ចំហៀងត្រចៀកនេះគឺយើងធ្វើការម៉ាស្សានេះនៅលើជ្រុងចិញ្ចើមនេះបងប្អូនម៉ាស្សា30ទៅ60ដងចាហើយពេលម៉ាស្សាបងប្អូនត្រូវតែបន្ធូរអារម្មណ៍កុំគិតអីអសោះគឺបន្ធូរអារម្មណ៍ទាំងហើមចេញទាំងហើមចូលឲ្យវែងបងប្អូនហើយបើសិនជាបងប្អូនឈឺនេះតំបន់ថ្ងាសរបស់យើងទាំងអស់នេះគឺចំណុចសំខាន់នៅត្រង់នេះគឺបងប្អូនដាក់ដៃមេទាំងពីរមកចាហើយគឺយើងធ្វើការម៉ាស្សាហើយនៅពេលដែលម៉ាស្សាហើយគឺបងប្អូនព្យាយាមទាញសកត់បធូរចេញមកក្រៅបែបនេះចាហើយបន្ទាប់មកគឺរុញឡើងលើបែបនេះចាគឺស្រួលមែនតើបងចានេះហើយទី3គឺបងប្អូនឈឺធ្ងន់តំបន់នេះចាឈឺធ្ងន់តំបន់នេះគឺចំណុចជីបចរគឺនៅលើដៃចានៅលើដៃហើយបើសិនជាបងប្អូនមានប្រេងអីក៏គួរតែដាក់ប្រេងបន្តិចបន្តួចទៅចាគឺយើងធ្វើការចុចម៉ាស្សានៅលើចំនួនដៃហ្នឹង60ដងដូចគ្នាចំណុចចុងក្រោយហ្នឹងគឺបងប្អូនឈឺនេះនៅតំបន់សងខាងចិញ្ចើមរបស់យើងហ្នឹងគឺឈឺតំបន់ហ្នឹងគឺចំណុចសំខាន់ហ្នឹងគឺមាន2ចំណុចទី1គឺនៅកន្លែងនេះចំណុចទី1ទៀតគឺយើងនៅកន្លែងហ្នឹងដូចគ្នាគឺយើងធ្វើការម៉ាស្សាទាំងពីរតែម្ដងក្នុងពេលតែមួយចាកុំភ្លេចគឺបងប្អូនព្យាយាមបន្ធូរអារម្មណ៍ចាបន្ធូរភាពតានតឹងចាគឺព្យាយាមរក្សាអារម្មណ៍ឲ្យមូលហើយមួយទៀតហ្នឹងគឺយើងធ្វើការសម្រួលអារម្មណ៍តាមដង្ហើមរបស់យើងដង្ហើមចេញដង្ហើមចូលវែងហើយបងប្អូនមិនបាច់គិតអីទេពេលនេះគឺពេលដើម្បីខ្លួនឯងគឺយើងថែអារម្មណ៍របស់យើងឲ្យស្ងប់គឺភាពតានតឹងភាពមិនសនុកអីគឺបន្ធូរទៅតាមខ្យល់ដែលយើងផ្លុំចេញហ្នឹងតែម្ដងហើយបងប្អូនបន្ទាប់ពីបងប្អូនម៉ាស្សាហើយគឺបងប្អូននឹងឃើញឃ្លាបស្រឡះមុខចាហើយអារម្មណ៍របស់យើងស្រស់ស្រាយទៅតាមនឹងដូចគ្នាហើយនៅក្នុងហ្នឹងគឺខ្ញុំមានប្រេងពិសេសសម្រាប់ជួយដោះស្រាយអ្នកមានបញ្ហាអាសាឈឺសន្លាក់ចាប្រេងនេះបើសិនជាបងប្អូនចូលចិត្តក្តៅគឺអត់ត្រូវនឹងបងប្អូនទេហើយអាការៈដែលឈឺសន្លាក់បងប្អូនក៏អត់ធូរដែរប្រេងនេះគឺជាប្រភេទប្រេងកមួនដែលផ្សំពីរុក្ខជាតិចឹងគឺវាត្រូវការសម្រួលដោយការម៉ាស្សាថ្នមនៅលើសន្លាក់បងប្អូននៅពេលដែលប្រេងនេះជ្រាបចូលទៅតាមសន្លាក់បងប្អូនហើយគឺវាជួយរក្សាភាពរលាកមួយទៀតហ្នឹងគឺជួយសម្រួលបញ្ហាសក់សន្លាក់នឹងបានលឿនមែនទែនបងប្អូនចង់ដឹងមក page ឥឡូវនេះចា